អ្នកដែលចូលចិត្តព្រៃភ្នំកន្លែងស្ងប់ស្ងាត់គ្របដណ្ដប់ទៅដោយធម្មជាតិពណ៌បៃតងណាខ្ញុំរីខមមិនជាមួយនឹងរមណីយដ្ឋានមួយនេះជាពិសេសគឺទៅពេលព្រឹកហ្មងចង់ view ជាមួយនឹងទេសភាពបែបស្ងប់ស្ងាត់ម្នាក់ឯងអីណាអាចទៅនៅពេលព្រឹកបាននៅរមណីយដ្ឋានមួយនេះព្រោះថាពេលដែលខ្ញុំទៅផ្ដិតយករូបភាពនេះមកគឺខ្ញុំទៅពេលព្រឹកហ្មងប្រត់បានជាមួយនឹងទេសភាពពណ៌បៃតងស្រស់ស្អាតហើយមានភាពស្ងប់ស្ងាត់ល្អទៀតស្ងាត់រហូតដល់ចង់ខ្លាចប៉ុន្តែរមណីយដ្ឋានមួយនេះគឺពិតជាស្រស់ស្អាតមែនគ្របដណ្ដប់ទៅដោយពណ៌បៃតងនិងដុំថ្មនៅពីក្រោមក្នុងវីដេអូហ្នឹងតិចមើលច្រឡំថាផ្សិតដោះអីទៅគឺពោពេញទៅដោយដុំថ្មដែលមានពណ៌ដូចជាផ្សិតអញ្ចឹងដើរម្នាក់ឯងរៀងព្រឺឆ្អឹងខ្នងដែរមានទាំងសត្វឆ្កែចចកយំសត្វបាក់សាបាក់សៃយំលើដើមឈើអីចឹងណាអ្នកនរគ្នាហើយជាមួយនឹងព្រៃភ្នំបែបស្ងាត់ចងំអញ្ចឹងទៀតអ្នកដែលចូលចិត្តធ្វើដំណើរសងព្រេងចូលក្នុងព្រៃអីខ្ញុំរីខមមិនរមណីយដ្ឋានមួយនេះហើយតើតងជាមួយនឹងរមណីយដ្ឋានមួយនេះផងដែរសម្រាប់ផ្លូវធ្វើដំណើរទៅអត់មានពិបាកទេអ្នកទាំងអស់គ្នាផ្លូវគេជិះឡានជិះម៉ូតូទៅដល់ហ្មងរមណីយដ្ឋានជាប់ជាមួយនឹងជ័យដែនព្រំដែនមួយនេះឃើញថាមួយរយៈនេះពុំសូវមានអ្នកទៅលេងទេដោយសារតែបញ្ហាសេដ្ឋកិច្ចហើយនិងបញ្ហាព្រំដែនផងដល់ពេលតែអត់សូវមានអ្នកទៅលេងអត់សូវមានអ្នកទៅថតរូបអញ្ចឹងណាដែរជាមួយនឹងទេសភាពខ្លាំងមែនទែនរដូវកាលដែលស្លឹកឈើជ្រុះពុំទាន់មកដល់ទេហើយសម្រាប់ពុកម៉ែបងប្អូនដែលនៅតាមបណ្ដាខេត្តផ្សេងណាបើគាត់មកលេងជាមួយនឹងរមណីយដ្ឋាននេះគឺអត់ខាតជើងហ្មងព្រោះថាបងប្អូនមកមិនមែនមានមកកន្លែងហ្នឹងទេតែមានកន្លែងទេសចរច្រើនដែរទៅប៉ែកចិត្តម្ដុំហ្នឹងមានទាំងប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយទ័ពមានទាំងភ្នំព្រះមានទាំងអាងជើងគ្រួនិងប្រាសាទមេបុណ្យផងដែរបើសិនជាអ្នកទាំងអស់គ្នាបានមកលេងប្រាសាទបន្ទាយឆ្មាអីណាអ្នកទាំងអស់គ្នាអាចឈៀងមកថតរូបលេងនៅក្នុងរមណីយដ្ឋាននេះមួយផងអ្នកមើលដែលអត់ទាន់ស្គាល់រមណីយដ្ឋាននេះឮតែខ្ញុំនិយាយថារមណីយដ្ឋាននេះច្បាស់ជាចង់ដឹងហើយថារមណីយដ្ឋាននេះឈ្មោះអីហើយនៅទីណាមែនអត់ហើយបើអ្នកដែលនៅនឹងខេត្តបន្ទាយមានជ័យនេះវិញខ្ញុំថាភាគតិចណាស់ដែលមិនស្គាល់រមណីយដ្ឋានមួយនេះព្រោះថារមណីយដ្ឋានមួយនេះក៏មានឈ្មោះបោះសម្លេងនៅក្នុងខេត្តបន្ទាយមានជ័យយើងដែរជារមណីយដ្ឋានមួយដែលមានភាពស្ងប់ស្ងាត់ហើយមានកន្លែងអង្គុយកន្លែងថតរូបស្អាតខ្ញុំណែនាំផ្លេចប្រាប់មួយទៀតបងប្អូនដែលចង់មកលេងមកជួបភ្នំដងរែកអីក៏ជិះកាត់រមណីយដ្ឋានមួយនេះផងដែរអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ឮមែនអត់វត្តថ្មរមៀលយើងហ្នឹងសិនជាបងប្អូនបានមកលេងវត្តថ្មរមៀលឬក៏មកធ្វើបុណ្យនៅវត្តថ្មរមៀលកុំភ្លេចចូលថតរូបនៅរមណីយដ្ឋានមួយនេះផងខ្ញុំគឺអត់សូវបកកែថតរូបហើយក៏អត់មានអ្នកថតរូបឲ្យដែរបើសិនជាមានអ្នកថតរូបឲ្យហើយបកកែថតរូបវិញviewចេញមកស្អាតហ្មងហើយរមណីយដ្ឋាននេះមានឈ្មោះថាភ្នំច័ន្ទដែលស្ថិតនៅជិតភ្នំព្រះយើងនឹងឯងអ្នកទាំងអស់គ្នារមណីយដ្ឋាននេះផងដែរស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យយើងនឹងទេឃើញថាអ្នកភ្នំពេញឬក៏អ្នកបណ្ដាខេត្តផ្សេងណាបើសិនជាចង់មកលេងព្រំដែនក៏ពំគួរមើលរំលងរមណីយដ្ឋានមួយនេះដែរអ្វីដែលសំខាន់ណាផ្លូវគេជិះឡានជិះម៉ូតូទៅដល់ហ្មងជាពិសេសបងអូនបើសិនជាបានទៅក្នុងរំពេលនេះសម្រស់គេគឺកំពុងតែពេញស្អាតហ្មងខ្លាចទៅដល់រដូវប្រាំងទៅដល់រដូវស្លឹកឈើជ្រុះទៅគឺវាពេលដែលយើង view ទៅគឺវាមិនមានពណ៌ខៀវបៃតងដូចដែលខ្ញុំទៅហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាចាំមកថាមានបំណងចង់ទៅឬក៏ចង់ទៅថតរូបលេងអីទៅហើយទៅតន់ស្លឹកឈើនៅពេញដើមអ្នកទាំងអស់គ្នាគុណមើលទេសភាព
ជាភ្នំដែលសម្បូរទៅដោយដើមឈើអ្វីដែលសំខាន់ណាមានជាមួយនឹងដុំថ្មនៅពេលដែលយើងអង្គុយថតលើថ្មលើអីទៅក៏កាន់តែអែមខ្លាំងមែនទែននៅទីនោះផងដែរមានទាំងបន្ទប់ទឹកមានទាំងកញ្ចុះសម្រាប់ឲ្យយើងអង្គុយញ៉ាំអីមានមិត្តភ័ក្តិអីទៅមកក្រុមអីណាទាំងអស់គ្នាមានអារម្មណ៍ថាស្រស់ស្រាយសប្បាយខ្លាំងមែនទែនប៉ុន្តែក្នុងវីដេអូនេះផងដែរនឹងខ្ញុំសូមបណ្ដុះគំនិតមួយអនាម័យនាំមកនូវសុខភាពល្អបងប្អូនទិញអីយកទៅញ៉ាំនៅទីនោះហើយគេមានជាមួយនឹងធុងសម្រាមមានជាមួយនឹងអីទុកឲ្យយើងដាក់ដែរអញ្ចឹងណាយើងញ៉ាំហើយយើងសម្អាតវេចខ្ចប់ដាក់ឲ្យស្រួលបួលទៅអូយកុំចោលសម្រាមរាយពីពេញណាពេញណីមើលទៅគឺខ្វះសោភ័ណភាពនិងអនាម័យខ្លាំងមែនទែនសម្រាប់អ្នកដែលមានកូនតូចណាទាំងអស់គ្នានៅកន្លែងហ្នឹងក៏មានកន្លែងក្មេងលេងផងដែរនៅជាប់ជាមួយនឹងកញ្ចុះហ្នឹងហ្មងអាចថាម៉ាក់ប៉ាឬក៏មិត្តភ័ក្តិបងប្អូនឯងអង្គុយញ៉ាំអីលើកញ្ចុះហើយយើងឲ្យកូនយើងក្មេងៗហ្នឹងទៅលេងជាមួយនឹងឧបករណ៍លេងហ្នឹងទៅកាត់បន្ថយការមើលកូនរបស់យើងដែរអញ្ចឹងណាខ្ញុំនិយាយមែនខ្ញុំឃើញកន្លែងស្អាតអញ្ចឹងណានៅពេលដែលអត់មានអ្នកទៅលេងខ្ញុំពិតជាស្ដាយកន្លែងខ្លាំងមែនទែនស្ដាយនៅទេសភាពដែលគេខំកសាងមកមានទាំងពីកញ្ចុះមានទាំងពីរៀនហាលមានអីទុកឲ្យយើងអង្គុយលេងប៉ុន្តែឃើញថាខ្ញុំទៅហ្នឹងគឺប្រហែលជាខ្ញុំទៅពេលព្រឹកពេកអ្នកទាំងអស់គ្នាអើយស្ងាត់ជ្រាបលើភ្នំហ្នឹងគឺខ្ញុំដើរម្នាក់ឯងហ្មងនិយាយអារម្មណ៍ពិតហ្មងណាទាំងអស់គ្នាខ្ញុំដើរទៅខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចទាំងមនុស្សខ្លាចទាំងខ្មោចដល់ពេលតែស្ងាត់ពេកអញ្ចឹងទៅតែបើអ្នកដែលចូលចិត្តរបៀបស្ងប់ស្ងាត់អីទៅមកក្រុមគ្នាយើងលក្ខណៈ personal ហ្មងនឹងអស់គ្នាទៅគឺថាលក្ខណៈ happy របៀបគ្នាយើងហ្មងនេះគឺជា favorite របស់ខ្ញុំណាទាំងអស់គ្នាព្រៃភ្នំហើយស្ងាត់បែបហ្នឹងគឺខ្ញុំចូលចិត្តទៅអត់ដឹងថាម៉េចទេមើលជីវិតនេះអត់សូវចូលចិត្តកន្លែងមនុស្សអ៊ូអទេគឺខ្ញុំចូលចិត្តទៅកន្លែងដែលស្ងប់ស្ងាត់អញ្ចឹងណាទាំងអស់គ្នានិយាយទៅរាល់ទេសភាពទាំងអស់ហ្នឹងខ្ញុំថតអត់បានអស់ទេនៅទីហ្នឹងមានកន្លែងដែលស្អាតបងអូនដែលគាត់ប្រកែកថតរូបអីកុំភ្លេចណារមណីយដ្ឋានដែលមានផ្លូវជិះទៅស្រួលហើយថ្លៃសមុទ្រចូលទស្សនាតែ 2000 រៀលទេចូលទៅណាទាំងអស់គ្នាបើយកអីទៅញ៉ាំវិញណាក្រានតែកាតេលញ៉ាំឬក៏ញ៉ាំលើកញ្ចុះគេក៏បានលក្ខណៈថាត្រជាក់ស្រេបហ្មងមានផ្លូវបេតុងសម្រាប់ឲ្យយើងជិះកង់ជិះអីហាត់ប្រាណអីចឹងណាទៅមកសាមុនហ្នឹងគឺមានមនុស្សទៅលេងច្រើនអញ្ចឹងគេមានជាមួយនឹងកង់សម្រាប់ឲ្យយើងជួលសម្រាប់ជិះហាត់ប្រាណលេងលក្ខណៈគ្រួសារហើយក៏លក្ខណៈជិះម្នាក់ឯងប៉ុន្តែដោយសារតែស្រុកទេសយើងកំពុងតែមានបញ្ហាអញ្ចឹងក៏ស្ងាត់មនុស្សទៅលេងប្រហែលជាគេដកឧបករណ៍ទាំងហ្នឹងចេញវិញណាទាំងអស់គ្នាមករយៈនេះគឺខ្ញុំទៅចុងក្រោយនេះគឺអត់ឃើញមានមនុស្សហើយក៏អត់ឃើញមានឧបករណ៍ទាំងហ្នឹងទុកសម្រាប់ជួលទៀតដែរអ្នកនៅឆ្ងាយអត់មកលេងតែអ្នកប្រទីមានជ័យអាចមកលេងមកដើម្បីផ្សព្វផ្សាយពីទេសចរក្នុងខេត្តយើងសម្រាប់ទេសចរក្នុងស្រុកណាទាំងអស់គ្នាបើយើងមិនផ្សព្វផ្សាយទេក៏គេមិនបានមើលឃើញដែររាល់ថ្ងៃនេះឃើញថាបណ្ដាញសង្គមយើងគឺមានភាពទូលំទូលាយខ្លាំងមែនទែនអាចមើលឃើញរហូតដល់ក្រៅប្រទេសទៀតមិនជាយើងជាប្រជាជនក្នុងស្រុកក្នុងប្រទេសជាយាមបង្ហាញទៅកាន់បណ្ដាញសង្គមខ្ញុំគិតថានឹងមានកំណើនខាងវិស័យទេសចរខ្លាំងមែនទែនសម្រាប់ប្រទេសយើងឃើញថាវីដេអូយើងក៏ជិតដល់ទីបញ្ចប់ដែរសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលពេញចិត្តជាមួយនឹងវីដេអូរបស់នាងខ្ញុំសូមជួយចុច Subscribe លើវីដេអូនាងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតណាអរគុណច្រើនជម្រាបលាបាយបាយជួបគ្នានៅវីដេអូបន្តទៀត